នៅក្នុងភូមិធម្មជាតិរុនតាឯកស្ថិតនៅចម្ងាយប្រមាណជា30 គីឡូម៉ែត្រពីក្រុងសៀមរាបដ៏អ៊ូអរមានសាលារៀនមួយដែលកំពុងផ្ដល់ក្តីសង្ឃឹមទៅដល់កុមារកំព្រានិងកុមារមកពីគ្រួសារមានជីវភាពខ្សត់ខ្សោយហើយនៅពីក្រោយក្តីសង្ឃឹមនេះមានបុរសម្នាក់គឺលោកសុកវណ្ណាអស់រយៈពេល18ឆ្នាំហើយដែលលោកវណ្ណាបានលះបង់កម្លាំងកាយកម្លាំងចិត្តពេលវេលាស្វែងរកជំនួយក្នុងនិងក្រៅស្រុកនិងដើរលក់អាវយឺតតាមខេត្តក្រុងនានាដើម្បីបានបើកសាលាបង្រៀនកុមារចំនួន75នាក់ដែលគ្មានទីពឹងអាស្រ័យសាលាភូមិវាលរបស់វណ្ណាដែលដំបូងឡើយស្ថិតនៅភូមិវាលសង្កាត់គោកចកផ្ដល់ការសិក្សាភាសាខ្មែរគណិតវិទ្យានិងភាសាអង់គ្លេសដោយឥតគិតថ្លៃការជួយឲ្យកុមារចាក់ផុតពីភាពក្រីក្រជាក្តីស្រមៃតែមួយគត់របស់វណ្ណាកុមារកំព្រានិងកុមារក្រីក្រគាត់អត់មានលក្ខខណ្ឌជីវិតប្រកបដូចកុមារដែលធម្មតាដែលមានឪពុកម្ដាយជាអ្នកយកចិត្តទុកដាក់លើការសិក្សារបស់កូននោះទេវាខុសគ្នាបងអញ្ចឹងហើយខ្ញុំត្រូវបង្កើតសាលាមួយដើម្បីឲ្យគាត់ហ្នឹងរៀនយ៉ាងហោចណាស់ឲ្យគាត់ចេះអក្សរបាទហើយប្រើចំណេះដឹងហ្នឹងនៅថ្ងៃអនាគតចូលរួមកាត់បន្ថយភាពក្រីក្រមួយចំណែកដែរបាទតាមរយៈការអប់រំចាប់តាំងពីឆ្នាំ2006មកម្ចាស់ជំនួយដែលមានចិត្តសប្បុរសមកពីប្រទេសហូឡង់និងបែលហ្សិកបានគ្រប់គ្រងបេសកកម្មរបស់វណ្ណាដោយផ្ដល់អាហារសម្ភារៈសិក្សាការថែទាំសុខភាពដល់ក្មេងៗនិងប្រាក់ខែគ្រូបង្រៀនសរុបប្រហែលជា$2000ក្នុងមួយខែប៉ុន្តែពេលនេះសាលារបស់វណ្ណាកំពុងតែជួបការលំបាកដោយសារតែជនបរទេសដែលធ្លាប់ជួយមានវ័យកាន់តែច្រើននិងអស់លទ្ធភាពនៅក្នុងការជួយជ្រោមជ្រែងបន្តគ្រូបង្រៀនធ្លាប់មាន6នាក់នៅសល់តែ2នាក់រួមទាំងវណ្ណាខ្លួនឯងដែលត្រូវត្រាច់ចរដើរលក់អាវយឺតតាមខេត្តក្រុងនានាផងអាវយឺតមួយ25,000រៀលអ្នកខ្លះជួយទិញអ្នកខ្លះស្ដីបន្ទោសតែវណ្ណាមិនបោះបង់នៅពេលដែលខ្ញុំចូលទៅលក់អីគេហ្នឹងគឺមានបងប្អូនគេបដិសេធច្រើនណាស់ហើយគេស្ដីថាឲ្យអ្នកខ្លះគេគំរាមកំហែងដោយពាក្យមិនសមគួរជាច្រើនប៉ុន្តែអ្វីដែលខ្ញុំធ្វើទៅបានហើយអ្វីដែលខ្ញុំអាចមកឈរនៅថ្ងៃនេះឈរនៅចំណុចនេះបានគឺពីព្រោះតែយើងមានឆន្ទៈហើយយើងមានសុតិធិនិយមជាដើមទុនបងអ្នកស្រីសាមីប្រជាការពារភូមិនៃភូមិរុនតាឯកបញ្ជាក់ថាសាលាក្មេងកំព្រាភូមិវាលនេះគឺពិតជាខ្វះខាតនិងបានអំពាវនាវទៅសប្បុរសជនឲ្យចូលរួមជួយជាថវិកាឬក៏ទិញអាវយឺតរបស់វណ្ណាអាវយឺតមួយអាចជួយកុមារម្នាក់ដំណើររបស់វណ្ណាបង្ហាញថាការលះបង់របស់មនុស្សម្នាក់អាចផ្លាស់ប្ដូរអនាគតរបស់មនុស្សជាច្រើនសម្រាប់វណ្ណាការអប់រំគឺជាក្តីសង្ឃឹម